សូមជូនរឿងបញ្ញានិងកូននាគមុនអាគមនៅថ្ងៃមួយបញ្ញាបានរកឃើញទឹកធ្លាក់ដ៏ស្អាតមួយកន្លែងទឹកនៅទីនោះក្តៅអ៊ុនគួរឲ្យចង់លេងណាស់បញ្ញាបានគេងនៅលើពងទាពណ៌ផ្កាឈូកយ៉ាងសប្បាយរីករាយនិងមានក្តីសុខបំផុតដោយគិតថាមានតែខ្លួនម្នាក់ឯងទេដែលស្គាល់កន្លែងនេះប៉ុន្តែស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងបញ្ញាបានឃើញកូននាគពណ៌ខៀវតូចមួយគួរឲ្យស្រឡាញ់ណាស់កូននាគនោះបានយកលៀសសមុទ្រដ៏ធំមួយមកឲ្យបញ្ញាដើម្បីធ្វើជាកាដូមិត្តភាពបញ្ញាបានដើរទៅជិតហើយយកលៀសសមុទ្រនោះមកដាក់ផ្អឹបនឹងត្រចៀកបញ្ញាធ្វើមុខហួសចិត្តនិងរំភើបយ៉ាងខ្លាំងព្រោះមានសំឡេងតន្ត្រីយ៉ាងពីរោះចេញពីក្នុងលៀសសមុទ្រនោះកូននាគតូចបានឈរមើលបញ្ញាដោយក្តីរីករាយ Do you hear that? What is it? It's magic. ភ្លាមនោះមុនអាគមដ៏អស្ចារ្យបានកើតឡើងហ្វូងត្រីតូចពណ៌ប្រាក់បានហែលជារង្វង់មូលយ៉ាងស្អាតនៅក្នុងទឹកបញ្ញានិងកូននាគសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញទិដ្ឋភាពដ៏អស្ចារ្យនេះចាប់ពីថ្ងៃនោះមកបញ្ញានិងកូននាគបានក្លាយជាមិត្តភក្តិដ៏ល្អនឹងគ្នាពួកគេតែងតែមកអង្គុយលេងនិងមើលថ្ងៃលិចជាមួយគ្នាយ៉ាងមានសុភមង្គលនេះជាការចាប់ផ្ដើមនៃរឿងរ៉ាវរីករាយរបស់ពួកគេទាំងពីរ